តើអ្នកដឹងទេទំនុកចិត្តលើខ្លួនឯងអាចផ្លាស់ប្ដូរជីវិតអ្នកបានទាំងស្រុងមនុស្សជាច្រើនគិតថាទំនុកចិត្តគឺជាអ្វីដែលមនុស្សជោគជ័យមានតាំងពីកំណើតប៉ុន្តែការពិតទំនុកចិត្តមិនមែនកើតមកជាមួយយើងទេវាត្រូវបានកសាងឡើងតាមរយៈបទពិសោធន៍ការរៀនសូត្រនិងការជឿជាក់លើខ្លួនឯងពេលខ្លះយើងខ្លាចក្នុងការចាប់ផ្ដើមអ្វីថ្មីព្រោះខ្លាចបរាជ័យឬខ្លាចការរិះគន់ពីអ្នកដទៃប៉ុន្តែសូមចងចាំថាមនុស្សដែលជោគជ័យទាំងអស់ក៏ធ្លាប់ឆ្លងកាត់ការសង្ស័យនិងការបរាជ័យដូចគ្នាទំនុកចិត្តមិនមែនមានន័យថាអ្នកត្រូវតែល្អឥតខ្ចោះនោះទេវាមានន័យថាទោះបីជាមានកំហុសឬឧបសគ្គក៏ដោយអ្នកនៅតែមានភាពក្លាហានក្នុងការបន្តដំណើរទៅមុខចាប់ផ្ដើមពីរឿងតូចដូចជាការនិយាយពាក្យល្អដាក់ខ្លួនឯងការកំណត់គោលដៅនិងការអបអរសាទរចំពោះភាពរីកចម្រើនរបស់ខ្លួនរាល់ជំហានតូចទាំងនេះនឹងជួយកសាងទំនុកចិត្តកាន់តែរឹងមាំចូលជឿថាអ្នកមានសមត្ថភាពច្រើនជាងអ្វីដែលអ្នកគិតនៅថ្ងៃណាមួយអ្នកនឹងដឹងថាទំនុកចិត្តលើខ្លួនឯងគឺជាកម្លាំងដ៏ធំបំផុតដែលជួយឲ្យអ្នកឈានដល់ក្តីសុបិនរបស់ខ្លួនសូមកុំរងចាំឲ្យអ្នកដទៃជឿលើអ្នកមុនចាប់ផ្ដើមជឿលើខ្លួនឯងចាប់ពីថ្ងៃនេះតទៅតើអ្វីធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងបើអ្នកគិតថាវីដេអូនេះមានអត្ថប្រយោជន៍សូមជួយ follow page និង share ទៅកាន់មនុស្សទីស្រឡាញ់ដើម្បីទទួលបានវីដេអូថ្មីមុនគេសូមអរគុណ